សាមគ្គីជាតិជាបាច់តែមួយជាមួយរាជរដ្ឋាភិបាលវីរៈកងទ័ពនិងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសជាខែលដ៏រឹងមាំការពារជាតិបូរណភាពទឹកដីវាយបំបាក់សត្រូវឈ្លានពានកម្ពុជាគិតមកដល់ពេលនេះការអនុវត្តបទឈប់បាញ់រវាងកម្ពុជានិងថៃបានឈានដល់ជាង70ថ្ងៃហើយក្រោយភាគីទាំងពីរបានដឹកដៃគ្នាចូលតុចរចានៅប្រទេសម៉ាឡេស៊ីដើម្បីដោះស្រាយជម្លោះប្រដាប់អាវុធនៅព្រំដែនរយៈពេលជាង70ថ្ងៃមកនេះយើងបានមើលឃើញច្បាស់នឹងភ្នែកស្ដាប់ឮនឹងត្រចៀកហើយថាកម្ពុជាដែលជាជាតិសាសន៍មួយថ្លៃថ្នូរមានអរិយធម៌ខ្ពង់ខ្ពស់គោរពបាននិងអនុវត្តយ៉ាងខ្ជាប់ខ្ជួនបំផុតនៅកិច្ចព្រមព្រៀងបទឈប់បាញ់ព្រមទាំងកិច្ចព្រមព្រៀងទាំង12ចំណុចដែលបានឯកភាពគ្នាដោយគ្មានខ្វះចន្លោះខុសទាស់កន្លែងណាមួយឡើយទោះបីជាប្រទេសថៃបង្ករឿងមិនចេះចប់ញុះញង់អុចអាលបង្កើតព័ត៌មានคล้ายៗនិងបន្តរំលោភបទឈប់បាញ់ម្ដងហើយម្ដងទៀតបំណងធ្វើឲ្យកម្ពុជាផ្ទុះអាវុធមុនដើម្បីខ្លួនបានលេះចោទប្រកាន់កម្ពុជាថាបានរំលោភបទឈប់បាញ់ដោយដែលយើងគ្រប់គ្នាបានដឹងនិងយល់ច្បាស់ពីជំហរនិងបំណងប្រាថ្នាធំបំផុតរបស់រាជរដ្ឋាភិបាលនិងប្រជាជនកម្ពុជាគ្រប់រូបហើយថាយើងចង់បានសន្តិភាពយើងចង់ដោះស្រាយជម្លោះទាំងអស់តាមយន្តការការទូតដោយមិនប្រើទ័ពទៅដោះស្រាយនោះឡើយការអត់ធ្មត់មិនតបតតែកម្ពុជាប្រឹងទប់មិនឲ្យថៃរំលោភបំពានមកលើដែនបូរណភាពទឹកដីកម្ពុជាបានឡើយកម្ពុជាបានប្រើសម្លេងទូតដោយមិនប្រើទ័ពបានប្រាប់ពិភពលោកច្បាស់ពីចេតនានិងបំណងពិតរបស់កម្ពុជាជាប្រទេសស្រឡាញ់សន្តិភាពនិងគោរពច្បាប់អន្តរជាតិនិងមិនយកប្រទេសណាជាសត្រូវនោះឡើយនេះគឺជាភាពវៃឆ្លាតនិងជាជោគជ័យរបស់កម្ពុជាលើឆាកអន្តរជាតិតាមរយៈការប្រើមីក្រូរបស់ខ្លួនបានធ្វើឲ្យពិភពលោកបានដឹងនិងយល់កាន់តែច្បាស់ពីល្បិចកិច្ចកលរបស់ថៃដែលឈ្លានពានមកលើកម្ពុជាតែបែរទៅជាដើរតួជាជនរងគ្រោះទៅវិញយ៉ាងណាក្តីមួយរយៈចុងក្រោយនេះមានការផ្សព្វផ្សាយនៅព័ត៌មានមិនពិតប្រឌិតបំភ្លើសបំភ្លេចជាច្រើនដែលបំរើឲ្យសង្គ្រាមចិត្តសាស្ត្ររបស់ភាគីអមិត្តដែលចង់បំផ្លាញកម្ពុជាក្នុងគោលដៅបំបែកបំបាក់សាមគ្គីភាពក្នុងចំណោមប្រជាពលរដ្ឋខ្មែរដែលជាខែលដ៏រឹងមាំដើម្បីការពារជាតិជាពិសេសគឺវោហារសាស្ត្រនានាចោទប្រកាន់គ្រប់បែបយ៉ាងក្នុងចេតនាបំបែកបំបាក់មិត្តភាពជាអន្តរជាតិរវាងកម្ពុជានិងចិនជាដើមដោយប្រសាសន៍របស់សម្ដេចធិបតីនាពេលកន្លងទៅបានបញ្ជាក់ច្បាស់ហើយថាស្ពៃឬក៏សាច់គោកម្ពុជាមិនចោលមួយណានោះឡើយហើយមិត្តភាពរវាងស្ពៃនិងសាច់គោគឺនៅតែល្អប្រសើរមិនថមថយនោះទេហើយបើគ្មានស្ពៃនិងសាច់គោនោះទេម្លេះបទឈប់បាញ់កម្ពុជានិងថៃនឹងមិនអាចកើតចេញជារូបរាងបានឡើយកាលពីចុងខែកក្កដាកន្លងទៅនោះដូច្នេះការជឿជាក់និងទុកចិត្តមកលើថ្នាក់ដឹកនាំរបស់រាជរដ្ឋាភិបាលនិងវីរៈកងទ័ពនៅសមរភូមិមុខគឺជាការផ្ដល់កម្លាំងចិត្តដ៏រឹងមាំសម្រាប់បន្តធ្វើជារនាំងពាំងការពារសន្តិភាពមិនឲ្យបាត់បង់និងការពារបូរណភាពទឹកដីរបស់កម្ពុជាពីចោរឈ្លានពានផងដែរជាក់ស្ដែងតាំងពីចាប់ផ្ដើមមានភាពតានតឹងកាលពីខែឧសភារហូតផ្ទុះអាវុធនិងឈានដល់បទឈប់បាញ់មកដល់នាពេលនេះប្រជាពលរដ្ឋខ្មែរគ្រប់រូបនៅតែបន្តដាក់ការជឿជាក់យ៉ាងមុតមាំលើរាជរដ្ឋាភិបាលនិងវីរៈកងទ័ពកម្ពុជាក្នុងការការពារបូរណភាពទឹកដីនិងអធិបតេយ្យភាពជាតិពីចោរឈ្លានពានកម្ពុជាជាអ្នកនៅសមរភូមិក្រោយបងប្អូនខ្មែរគ្រប់ស្រទាប់វណ្ណៈបានចូលរួមចំណែកយ៉ាងធំធេងនៅក្នុងការផ្ដល់កម្លាំងចិត្តទាំងស្មារតីសម្ភារៈនិងថវិកាដែលកើតចេញពីទឹកចិត្តបេះដូងខ្មែរតែមួយសម្រាប់ជូនរាជរដ្ឋាភិបាលនិងវីរៈកងទ័ពជួរមុខដែលនេះជាព្រៀបឈ្នះដ៏មហិមាលើសមរភូមិទឹកចិត្តដូច្នេះសូមឲ្យទឹកចិត្តនិងស្មារតីមួយនេះបន្តស្ថិតថេរជេរកាលជានិរន្តរ៍ហើយបន្តធ្វើសង្គ្រាមព័ត៌មានដោយវាយបំបាក់ព័ត៌មានคล้ายៗ
ផ្សាយចេញពីការប្រឌិតពីសំណាក់អាមិត្តនិងជនប្រឆាំងជ្រុលនិយមនៅក្រៅប្រទេសប៉ងបំបាក់ទឹកចិត្តនិងបំបែកមហាសាមគ្គីជាតិខ្មែរសូមជនរួមជាតិខ្មែរបន្តថែរក្សាមហាសាមគ្គីជាតិនេះឲ្យថិតថេរជារៀងរហូតនិងបន្តភាពជឿជាក់លើរាជរដ្ឋាភិបាលលើវីរៈកងទ័ពនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទតាមគ្រប់រូបភាពដើម្បីធ្វើជារនាំងពាំងការពារសន្តិភាពនិងការពារបូរណភាពទឹកដីនិងដែនអធិបតេយ្យភាពរបស់កម្ពុជាតាមរយៈការប្រើប្រាស់យន្តការការទូតនិងច្បាប់អន្តរជាតិ